បានសួស្តីបងប្អូនទាំងគ្នាបាទខាងនេះខ្ញុំនឹងមកចែករំលែកពីរបៀបបង្កើត page ចំនួនថ្មីបាទ2026បងប្អូនបាទតោះមកឲ្យខាត់ពេលយូរយើងទៅបង្កើតដល់គ្នាបងប្អូនមុនដំបូងយើងចូល Facebook ស្មមក Facebook យើងហ្នឹងបងប្អូនតមកទៀតបងប្អូនបាទយើងយក tray 3បងប្អូនបាទ tray 3ខាងលើហ្នឹងបងប្អូនហើយតមកទៀតបងប្អូនយើងរើសជ្រើសរើស page បងប្អូននេះនោះអារូបនេះបងប្អូនរូប page យើងហ្នឹងបងប្អូនតមកទៀតបងប្អូនបាទចុចកន្លែងនេះបងប្អូនកន្លែង C នេះបងប្អូនកន្លែងអក្សរ C ខាងលើកន្លែងខាងលើឆ្វេងដៃយើងបងប្អូនបាទទី1តមកទៀតបងប្អូននេះបងប្អូនដល់កន្លែងនេះបងប្អូនយើងដាក់ឈ្មោះ page យើងបងប្អូនចង់ដាក់ឈ្មោះអីបងប្អូនសាច់បងប្អូនបានដាក់ឈ្មោះអីក៏បានដែរបងប្អូនបានហ្នឹងហើយបងប្អូនយើងមកខ្ញុំដាក់ឈ្មោះសិនបងប្អូនដាក់ឈ្មោះអីមិនក៏បានបងប្អូនឲ្យតែបងប្អូនថាចូលចិត្តបងប្អូនឥឡូវយើងដាក់ចូលសិនមកបងប្អូននេះបងប្អូនយើងដាក់មិនក៏បានបងប្អូនឲ្យបងប្អូនថាត្រូវថាចូលចិត្តហើយនេះបងប្អូនយើងអាចដូរតាមក្រោយវិញក៏បានដែរបងប្អូនបាទហើយយើងចុចដានបន្តទៀតបងប្អូនបាទដល់កន្លែងនេះយើងចាប់ដើមវាយតាមខ្ញុំបងប្អូនវាយតាមខ្ញុំនេះវាយដាក់សក់ C មក C ដាក់សអមកទៅបងប្អូនបាទហើយជឿរើសវាបងប្អូនជឿរើសមកនេះបងប្អូនតទៅបងប្អូនបាទយើងចុចនេះបងប្អូនចុចនេះខលកមក QQ ហ្នឹងបងប្អូនហើយខ្ញុំអត់ចង់លេបងប្អូនបាទចុចអាហ្នឹងមកបងប្អូននេះគុណនៃការចែករំលែកបងប្អូនបាទវាខុសត្រូវសូមអធិស្ឋានបងប្អូនបាទតមកវាវិលតិចបងប្អូនតិចទៅដើរទៅដល់បងប្អូនតមកទៀតដល់កន្លែងនេះបងប្អូនបាទចុចយកខាងក្រោមគេបងប្អូនបាទចុចយកខាងក្រោមគេបងប្អូនហើយចុចជ្រើសហ្នឹងហើយយើងចុចខាងក្រោមទេបងប្អូនយើងកុំចុចយក Q ហ្នឹងយើងចុចយកអក្សរ Pad ហ្នឹងបងប្អូនតមកទៀតបងប្អូនយើងជ្រើសរើសបងប្អូនជ្រើសរើសខាងដូចខ្ញុំចុចតាមខ្ញុំបងប្អូនចុច3ចំណុចហ្នឹងបងប្អូនជ្រើសយ៉ាងមកបងប្អូនតមកទៀតយើងចុចខាងក្រោមមួយទៀតនេះបងប្អូនដល់កន្លែងនេះយើងធ្វើអីទេយើងចុចទៅទៀតបងប្អូនកន្លែង QQ យើងណាបងប្អូនឥឡូវនេះដល់កន្លែងនេះបងប្អូនយើងដាក់ location ដាក់ email ដាក់អីបងប្អូនកន្លែងយើងពេញតាមក្រោយបានយើងមិនដាក់បានយើងចុចទៅមុខទៀតបងប្អូនកុំឲ្យថាវែងឆ្ងាយបើយើងដាក់កែតាមក្រោយវិញក៏បានបងប្អូនបាទណាបងប្អូនចុចទៅមុខទៀតបងប្អូនតទៅទៀតបងប្អូនយើងចិត្តបាន page មួយបងប្អូនតទៅទៀតតកន្លែងយើងចុចទៅទៀតបងប្អូននេះកន្លែងយើងជ្រើសរើស brand បងប្អូនហើយយើងចង់ជ្រើសរើសយើងចុចអា Q ខាងក្រោមទៀតបងប្អូនតទៅទៀតចុចអា Q ខាងក្រោមហ្នឹងទៀតបងប្អូននេះបងប្អូនដល់កន្លែងនេះបងប្អូនឥឡូវវារាំង slow ទេបងប្អូនយ៉ាឥឡូវដល់កន្លែងនេះដាន់មកបងប្អូនតទៅទៀតបងប្អូនចុចកន្លែងនេះតទៅយើងចុចញ៉ាខ្វែងតែខ្ញុំចុចខុសមកវាលោតចេញមកក្រោយបងប្អូនលោតចេញក្រោយបងប្អូនយើងអត់អីយើងចុច tray 3វិញបងប្អូនចុច tray 3មកនេះកន្លែងចុច tray 3នេះអូខេចុចដល់កន្លែងបងប្អូនជ្រើសរើស page នោះបងប្អូន page របស់ខ្ញុំបាទបង្កើតថ្មីបងប្អូននេះបាន82% បងប្អូនបាទព្រោះជាការស្រេចបងប្អូនបាទនេះបងប្អូនហើយយើងចង់ដាក់រូបអីក៏បានណាបងប្អូនបាទហើយវីដេអូនេះខ្ញុំបានដាក់រូបបងប្អូនបាទខ្ញុំប្រិនតនេះបងប្អូនយើងបងប្អូននេះដល់កន្លែងនេះបងប្អូនជាស្រេចនិយាយខុសបងប្អូនយើងចុចកន្លែងរូបភាពបងប្អូនចូលរូបភាពបងប្អូនយើងចង់ដាក់រូបអីសាច់បងប្អូនចង់ដាក់អីខ្ញុំកាត់គាត់តែបង្ហាញបងប្អូនមកខ្ញុំមិនចាំដាក់ឈ្មោះដាក់រូបដាក់អីទេបងប្អូនបាទនេះបងប្អូនភ័យយើងបានមួយយ៉ាងស្រស់ស្អាតមួយបងប្អូនបាទ